នៅក្នុងតំបន់អឺរ៉ុបមានប្រទេសចំនួន4ប៉ុណ្ណោះដែលធ្លាប់បានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនិងពានរង្វាន់ជើងឯកអឺរ៉ុបគេហៅថាពាន FIFA World Cup និងពាន UEFA Euro នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់បាទទី1គឺប្រទេសអាល្លឺម៉ង់ពាន World Cup ក៏ឈ្នះ4លើកលើកទី1នៅឆ្នាំ1954លើកទី2នៅឆ្នាំ1974លើកទី3គឺ1990និងលើកចុងក្រោយនៅឆ្នាំ2014ឯចំណែកពានរង្វាន់ Euro វិញគាត់បានលើកទៅដល់3លើកបាទឆ្នាំទី1គឺ1972ទី2គឺ1980ទី3គឺ1996ចំណែកទី2គឺអេស្ប៉ាញដែលទៅតែនឹងលើក World Cup ថ្មីនេះពាន World Cup គាត់លើកចំនួន2លើកទី1គឺនៅឆ្នាំ2010និងចុងក្រោយបង្អស់គឺនៅឆ្នាំ2022ថ្មីនេះដែលគាត់ទម្លាក់អាសង់ទីនបាទហើយពាន Euro គឺគាត់លើកចំនួនទៅរហូតដល់4លើកឯណោះគឺច្រើនជាងគេបំផុតនៅតំបន់អឺរ៉ុបបាទទី1គឺ1964ទី2គឺ2008បាទទី3 2012និងចុងក្រោយគឺ2024ប្រទេសទី3ដែលជាប្រទេសដែលមិនមានឈ្មោះពានតលេង World Cup នេះទេគឺប្រទេសអ៊ីតាលីគួរឲ្យស្ដាយមែនទែនដែលគេគឺជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោករហូតដល់4លើក4សម័យកាលគឺនៅឆ្នាំទី1គឺ1934ទី2គឺ1938មានគាត់លើក2ឆ្នាំគេហៅលើក2គេហៅ2ជាប់គ្នាបាទ1939និង38អញ្ចឹងមានថាគាត់មិនលើក2សម័យកាលពាន World Cup គឺមិនធម្មតាទេលើកទី3គឺនៅឆ្នាំ1982បាទលើកទី4ចុងក្រោយបាទគឺនៅឆ្នាំ2006អូយយើងមិននឹកស្មានថាអ៊ីតាលីមិនមានឈ្មោះលេង World Cup គឺជាប្រទេសមួយគេថាស្ដេចបាល់ទាត់ដែរណាហើយចំពោះពានរង្វាន់ Euro គាត់អាចលើករហូតដល់2លើកគឺលើកទី1នៅឆ្នាំ1968និងលើកទី2គឺនៅឆ្នាំ2020គួរឲ្យស្ដាយផងចំពោះអ៊ីតាលីហើយប្រទេសទី4គឺជាប្រទេសបារាំងបាទពាន World Cup គាត់លើកចំនួន2លើកស្មើទៅនឹងអេស្ប៉ាញដែរបាទលើកទី1គឺនៅឆ្នាំ1998និងលើកទី2នៅឆ្នាំ2018ហើយពាន Euro គាត់លើក2លើកគឺនៅឆ្នាំ1984និងឆ្នាំ2000ចុងក្រោយអូយនេះគឺជាប្រទេសទាំង4នៅក្នុងតំបន់អឺរ៉ុបដែលអាចឈ្នះទាំងពាន World Cup និងពាន Euro បាទផងដែរយើងសម្គាល់ថាប្រទេសអឺរ៉ុបខ្លះទៀតដូចជាអង់គ្លេសគឺគាត់ឈ្នះតែ World Cup ទេគឺតែម្ដងទេគឺនៅឆ្នាំ1966តែមិនដែលឈ្នះ Euro ឡើយចំណែកប៉ុកទីហ្គាល់ហូឡង់ក្រិចនិងដេនម៉ាកធ្លាប់ឈ្នះពាន Euro ប៉ុន្តែមិនដែលស្គាល់រសជាតិនៃពាន World Cup នេះទេអញ្ចឹងខ្ញុំលើកអត្ថបទនេះគឺប្រទេសនៅតំបន់អឺរ៉ុបដែលធ្លាប់ទាំងឈ្នះពាន World Cup និងពាន Euro អញ្ចឹងមានតែ4ប្រទេសទេទី1គឺអាល្លឺម៉ង់ទី2គឺអេស្ប៉ាញទី3អ៊ីតាលីគឺទី4គឺបារាំងនេះឯង